បាទសួស្តីអ្នកនាងថ្ងៃនេះយើងជួបគ្នាជាមួយនឹងវីដេអូថ្មីថ្ងៃនេះប៉ុណ្ណេះយើងចង់បង្ហាញ tip មួយទាក់ទងជាមួយនឹងការ record sound ដែលយើងប្រើប្រាស់ជាមួយនឹង Holy Land ហើយដើម្បីអាចធ្វើការ separate channel ពីរផ្សេងគ្នាបានទៅកាន់ sound card ផ្សេងៗអញ្ចឹងដូចអ្នកនរឃើញគឺអានេះគឺជាប្រភេទ wireless sound Holy Land ណាអានេះគឺវាមាន2 channel ណាអ្នកនរគ្នាហ្នឹងហើយអានេះវាមានដុំដោត direct ជាមួយទូរស័ព្ទហើយនឹងដុំមួយទៀតយើងអាចធ្វើការដោតមកកាន់កាមេរ៉ាឬក៏ទៅទូរស័ព្ទក៏បានដូចគ្នានេះហ្នឹងហើយអញ្ចឹងសម្រាប់ port នេះគឺគេហៅថា audio jack ណាហ្នឹងហើយឬក៏មួយទៀតអ្នកនរនេះស្គាល់ថា 3.5 mm ឬក៏ 3.5 mm ហ្នឹងអញ្ចឹងសម្រាប់ port នេះគឺវា output មក stereo អ្នកនរគ្នាហ្នឹងហើយអញ្ចឹង tip ថ្ងៃនេះគឺដើម្បីយើងអាចធ្វើការ separate ពី channel ផ្សេងគ្នាបានចូលទៅក្នុង sound card នេះខ្ញុំមានខ្សែមួយអានេះគឺខ្សែ audio jack ហ្នឹងវាជាប្រភេទបែបនេះអ្នកនរគ្នានេះអញ្ចឹងវាមានតម្រង់បែបនេះហើយយើងដោតជាមួយនឹងឧបករណ៍មួយនេះមកវាអាចធ្វើការ output ពី at the same time ហ្មងហើយវា separate ទៅកាន់ channel មួយផ្សេងគ្នាអញ្ចឹងមានន័យថាអានេះគឺ mic សម្រាប់អ្នកទី1ហើយអានេះគឺ mic សម្រាប់អ្នកទី2អញ្ចឹងទៅហ្នឹងហើយអញ្ចឹងគឺវាចូលមកគឺវាអត់លោកឡំ mix down ទេគឺវា separate ដាច់ដោយឡែកហើយអញ្ចឹងអានេះគឺប្រភេទខ្សែគឺវាមានតម្រង់បែបនេះអ្នកគ្នាអានេះវាមកកាន់ XLR ណាហ្នឹងហើយនេះអានេះគឺប្រភេទ XLR បែបនេះអញ្ចឹងសម្រាប់ sound card នេះវាអាច record up to 4 channel បាន4 channel ក្នុងពេលតែមួយហើយអញ្ចឹង tip សម្រាប់ថ្ងៃនេះមានតែប៉ុណ្្នឹងហើយអ្នកនរគ្នាដើម្បីយើងអាចធ្វើការ separate channel ចូលទៅក្នុងនេះបានហើយមួយទៀតចង់បញ្ជាក់អ្នកនរគ្នាកុំភ្លេចយើង select យក mode នៅក្នុង app របស់ Holy Land ណាហ្នឹងហើយយើង select យកថា stereo mode អាហ្នឹងបានវារុញទៅវា separate channel 2ហ្នឹងដាច់ដោយឡែកតែម្ដងណាអញ្ចឹងសម្រាប់ tip ថ្ងៃនេះមានតែប៉ុណ្្នឹងអ្នកនរគ្នាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ